នៅខេត្តកណ្ដាលមានវាលមួយកន្លែងដែលគេហៅថាវាលពិឃាតចាស់តាំងពីសម័យខ្មែរក្រហមនៅទីនោះមានរណ្ដៅធំជាច្រើនដែលជាកន្លែងសម្រាប់មនុស្សរាប់ម៉ឺននាក់អ្នកភូមិជុំវិញនិយាយថារាល់យប់គេឮសំឡេងយំសោកសំឡេងស្រែកអង្វរនិងសំឡេងជើងរត់ជាន់គ្នាមានរឿងព្រេងថាព្រលឹងរបស់ជនរងគ្រោះនៅតែវិលរងចាំសងសឹកឬស្វែងរកយុត្តិធម៌ជាពិសេសមានព្រលឹងបុរសម្នាក់ដែលត្រូវបានវាយសម្លាប់ដោយផ្ទាល់ដៃនៅតែដើរយឺតក្នុងវាលស្លៀកសំពត់ចាស់មុខបែកបាក់ហើយហៅឈ្មោះក្រុមគ្រួសាររបស់គាត់កាលពីប៉ុន្មានខែមុនមានក្រុមមិត្តភ័ក្តិ4នាក់ឈ្មោះសុជាតិម៉ាលីសសុភ័ក្រនិងសេងដែលជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រវ័យក្មេងមកពីភ្នំពេញពួកគេចង់សិក្សាអំពីសម័យខ្មែរក្រហមហើយសម្រេចចិត្តមកស្រាវជ្រាវនៅវាលពិឃាតនេះពួកគេស្នាក់នៅផ្ទះសំណាក់ក្បែរវាលហើយនៅពេលល្ងាចសុជាតិបាននិយាយឡើងថាឯងឮរឿងខ្មោចនៅវាលនេះទេគេថាមានព្រលឹងរាប់ពាន់វិលហើយបើឯងនៅយប់ជ្រៅវានឹងលេចមុខយើងទៅដើរស្រាវជ្រាវពេលយប់ម្ដងទៅបើមានអីថតវីដេអូនិងសំឡេងយកទៅធ្វើឯកសារប្រវត្តិសាស្ត្រម៉ាលីសាច់ខ្សឹកហេឯងឈួតហើយសុជាតិខ្ញុំខ្លាចណាស់គេថាមានខ្មោចបរតកាន់កំបិតដាហៅកូនប៉ុន្តែបើឯងទៅអឺខ្ញុំក៏ទៅដែរដើម្បីជាឯកសារសុភ័ក្រដែលក្លាហានបំផុតនិយាយថាទៅចុះរឿងខ្មោចគឺជាផ្នែកនៃប្រវត្តិសាស្ត្រគេប្រឌិតដើម្បីរក្សាការចងចាំយើងមាន4នាក់យកភ្លើងពិលកាមេរ៉ានិងម៉ាស៊ីនថតសំឡេងទៅសេងខ្ញុំមិនចំទេប៉ុន្តែដើម្បីការស្រាវជ្រាវខ្ញុំតាមដែរគ្រាន់តែកុំនៅយូរពេកអ្នកភូមិប្រមានថាកុំទៅពេលយប់ទេកូនព្រលឹងនៅទីនោះឈឺចាប់ណាស់វាមិនចង់ឲ្យនរណារំខានទេពួកគេមិនជឿទេក៏ទៅដល់វាលនោះពេលយប់ជ្រៅប្រហែលម៉ោង11យប់វាលស្ងាត់ណាស់មានតែសំឡេងសត្វល្អិតនិងខ្យល់បាក់ត្រចៀកពួកគេដើរទៅក្បែររណ្ដៅធំមួយបើកកាមេរ៉ាថតសុជាតិមើលចុះទីនេះស្ងាត់ណាស់ប៉ុន្តែខ្ញុំមានអារម្មណ៍ចម្លែកបើមានព្រលឹងមែនខ្ញុំចង់សួរវាថាស្លាប់យ៉ាងម៉េចម៉ាលីសកុំនិយាយបែបនេះណាខ្ញុំឮសំឡេងអីឆ្ងាយហាក់ដូចជាសំឡេងយំស្រាប់តែពួកគេឮសំឡេងស្រែកអង្វរឮពីក្នុងរណ្ដៅជួយខ្ញុំផ្ញើកុំវាយខ្ញុំទេខ្ញុំមានកូនតូចសុភ័ក្រនោះជាសំឡេងខ្យល់ហ្មងឬមានអ្នកថតវីដេអូលេងប៉ុន្តែសំឡេងនោះកាន់តែច្បាស់មានសំឡេងបុរសហៅកូនអើយឪពុកនៅទីនេះមកជាមួយឪពុកណាសេងភ័យខ្លាំងយើងត្រឡប់ទៅនោះជាព្រលឹងពិតហើយពួកគេព្យាយាមរត់ប៉ុន្តែភ្លើងពិលភ្លាបតែហើយមានខ្យល់ត្រជាក់ខ្លាំងមកជុំវិញស្រាប់តែឃើញស្រមោលបុរសម្នាក់លេចចេញពីដីស្លៀកសំពត់ចាស់មុខបែកបាក់ហើយភ្នែកហូរឈាមដើរយឺតមកជិតបុរសនោះនិយាយដោយសំឡេងត្រជាក់អ្នកមកធ្វើអីនៅទីនេះយើងស្លាប់ដោយខូក្រអៅឥឡូវអ្នកត្រូវនៅជាមួយយើងដើម្បីគុំឯកកោម៉ាលីស្រែកឡើងរត់ចុះវាជាខ្មោចពីវាពិឃាតពួកគេរត់ប៉ុន្តែសំឡេងស្រែកនឹងយំឮជុំវិញហើយមានស្រមោលជាច្រើនលេចឡើងមានទាំងស្រីក្មេងនិងចាស់មានសំឡេងស្រីម្នាក់ហៅថាជួយកូនខ្ញុំផ្ញើគេបានសម្លាប់ពួកយើងសុភ័ក្រមានដៃត្រជាក់ចាប់ជើងខ្ញុំជួយផ្ញើសេងនឹកឃើញដល់ព្រះពុទ្ធក៏ចាប់អង្វរព្រះបាទខ្លាំងថាអ្នកមោតាសោភគវតោពួកគេទាំងអស់អង្វរតាមសំឡេងខ្មោចថយចុះបន្តិចប៉ុន្តែនៅតែឮសំឡេងអង្វរនិងយំពួកគេអង្វររហូតដល់ព្រឹកព្រលឹមទើបរត់ចេញពីវាលបានពីពេលនោះមកពួកគេមិនដែលត្រឡប់មកវាលនោះទៀតទេហើយរាល់ពេលនឹកឃើញក៏ធ្វើបុណ្យទានឧទ្ទិសឲ្យព្រលឹងទាំងនោះវាលពិឃាតនៅតែស្ងាត់ប៉ុន្តែអ្នកភូមិជឿថាព្រលឹងនៃរងចាំយុត្តិធម៌